ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នាចាវីដេអូនេះខ្ញុំយកមកពីខាងថៃដែលគេប៉ុស្តិ៍នៅក្នុងថ្ងៃទី22ខែ9ឆ្នាំ2025នឹងដែលខាងទាហានថៃគេបានបង្ហាញអំពីសមត្ថភាពដ្រូនរបស់គេដែលគេបង្ហាញហ្នឹងគេថាបើសិនមកមានការផ្ទុះសង្គ្រាមលើកនេះគឺគេយកមកប្រើគេត្រៀមជាស្រេចរួចមកហើយគេថាវាមានលក្ខណៈទំនើបខ្លាំងជាងលើកមុនហើយ drone ដែលគេនឹងត្រៀមហ្នឹងគឺពីប្រភេទ DJI ដែលគេកំពុងតែបង្ហាញនៅក្នុងវីដេអូហើយក៏មានប្រភេទ drone ផ្សេងទៀតផងដែរ drone ប្រភេទធំទំនើបបំពាក់ដោយប្រព័ន្ធឧបករណ៍បញ្ជាហើយនឹងមានកំណត់ទិសដៅច្បាស់លាស់ហើយ drone ដែលគេបង្ហាញនៅក្នុងវីដេអូនេះគេថាវាតូចហើយវាឆ្លាតហើយនឹងមានល្បឿនហោះលឿនខ្លាំងគេថានៅក្នុងហោះនៅក្នុងល្បឿនលឿនខ្លាំងមែនតើប្រៀបដូចជាការប្រកួត drone មួយគេថាល្បឿនអាចហោះបានរហូតដល់140គីឡូម៉ែត្រក្នុង1ម៉ោងហើយចំណែកឯល្បឿនវិញគឺថាពី0ទៅដល់100គីឡូម៉ែត្រនឹងចំណាយពេលត្រឹមតែ2វិនាទីតែប៉ុណ្ណោះទេហើយអារម្មណ៍នៅក្នុងការប្រកួតនោះគឺវាធ្វើឲ្យមានសុវត្ថិភាពខ្លាំងដោយសារគេមានបំពាក់នៅឧបករណ៍ទំនើបនៅលើ drone ដ៏តូចមួយហ្នឹងគេថាមើលទៅតូចត្រឹមតែប្រហែលជាប៉ុណ្ណខ្លួនរបស់សត្វទេក៏ប៉ុន្តែមានសមត្ថភាពខ្ពស់ខ្លាំងហើយនឹងសមត្ថភាពខ្លាំងចំណែកឯល្បឿនវិញគឺហោះបានឆ្ងាយហើយនឹងលឿនខ្លាំងការបញ្ជា drone DJI FPV នឹងទៀតគឺគេថាដោយប្រើវ៉ែនតានៅក្នុងការបញ្ជាហើយសមត្ថភាពរបស់ drone នឹងទៀតគឺថាថតបានច្បាស់ល្អគេអាចថតជាវីដេអូបានរហូតដល់ 4K ហើយមានគុណភាពខ្ពស់ថតបានភ្លឺច្បាស់ហើយនឹងគុណភាពខ្ពស់មែនតើនៅក្នុង drone ហ្នឹងក៏មានភ្ជាប់ទៅដោយប្រព័ន្ធអេឡិចត្រូនិកហើយនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលធ្វើឲ្យការថតហ្នឹងវាឃើញច្បាស់ហើយនឹងភាពនឹងมันមានឃ្លីងឃ្លោងវិលចុះឡើងដូចថារក្សាលំនឹងឲ្យឃើញរូបហ្នឹងគឺចេញមកវីដេអូហ្នឹងគឺមានលំនឹងហើយច្បាស់អញ្ចឹងគេថាវាមានគុណភាពល្អខ្លាំងមែនតើហើយ drone ហ្នឹងក៏មាននៅប្រភេទដែលគេហៅថាការពារប្រព័ន្ធសុវត្ថិភាពដែលកុំឲ្យខាងសត្រូវវាយលុកហ្នឹងឬក៏បាញ់ប្រភេទ anti drone ហ្នឹងប្រសិនបើប្រភេទល្មមគឺបាញ់មិនត្រូវទេហើយគេថាវាទំនើបខ្លាំងហើយវាជាគ្រឿងដំបូងដែលប្រទេសថៃគេនឹងយកមកប្រើហ្នឹងគេបង្ហាញគេថាហ្នឹងវាជាលើកដំបូងហ្នឹងហើយអ្នកធ្វើការបង្ហាញហ្នឹងគឺគេអ្នកជំនាញខាង drone ហើយគេបញ្ជាក់ផងដែរគេថាកងកម្លាំងរបស់គេនឹងបានមកដល់ព្រំដែនហើយគេនៅរងចាំតែទទួលបញ្ជាដើម្បីបើកប្រតិបត្តិការទេ drone នឹងទៀតគឺបំពាក់ទៅដោយ digital transmission ហ្នឹងគឺគេថាប្រព័ន្ធផ្ដល់នៅសញ្ញាចាបញ្ជូនសញ្ញាហើយនឹងអាចហោះបាននៅក្នុងចម្ងាយឆ្ងាយរហូតទៅដល់10គីឡូម៉ែត្រហើយជាមួយនឹងប្រព័ន្ធនឹងឧបករណ៍ទំនើបផ្សេងទៀតហើយអញ្ចឹងគេថា drone ហ្នឹងវាទំនើបខ្លាំងអញ្ចឹងខ្ញុំគ្មានអីទេមានតែសុំឲ្យខាងប្រជាជនរបស់យើងនៅតាមជីដែនហ្នឹងមានការប្រុងប្រយ័ត្នហើយខាងទាហានយើងហ្នឹងក៏សូមឲ្យមានការប្រុងប្រយ័ត្នផងដែរព្រោះគេត្រៀមលើកនេះគឺគេត្រៀមប្រើ drone ហ្នឹងគឺច្រើនប្រភេទណាស់បងប្អូនដោយសារគេគិតថាការប្រើ drone ហ្នឹងវាអស់ចំណាយតិចជាងការប្រើយន្តហោះចម្បាំងហើយនឹងកំភ្លើងធំចាគេថាប្រើ drone ហ្នឹងវាងាយស្រួលហើយអ្នកបញ្ជា drone ហ្នឹងគ្រាន់តែពាក់វ៉ែនតាហើយអង្គុយចាំចុចបញ្ជាដោយមានភ្ជាប់ប្រព័ន្ធ AI ប្រព័ន្ធអ៊ីនធឺណិតហើយគេថា